សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនេះមានចំណងជើងថាអាហារជាតិដែកទាំង6មុខសម្រាប់សុខភាពរាងកាយរបស់កុមារមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំដើម្បីឲ្យកុមារមានការលូតលាស់ល្អកុមារចាំបាច់ត្រូវការបរិភោគអាហារទាំងឡាយណាដែលមានជីវជាតិល្អមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សារធាតុល្អៗទាំងនោះរួមមានជាតិប្រូតេអ៊ីនកាល់ស្យូមវីតាមីនជាតិដែកជាដើមប៉ុន្តែក្នុងចំណោមសារធាតុទាំងនោះជាតិដែកគឺជាសារធាតុចម្បងដែលជួយដល់ការលូតលាស់សាច់ដុំនិងរាងកាយដូចនេះឪពុកម្ដាយគ្រប់រូបគួរជ្រើសរើសយកអាហារដែលមានផ្ទុកជាតិដែកច្រើនដើម្បីជួយដល់ការលូតលាស់រាងកាយរបស់កូនៗទាំងនេះគឺជាអាហារជាតិដែកទាំង6មុខដែលល្អសម្រាប់សុខភាពរាងកាយរបស់កុមារចំណុចទី1សាច់គ្មានសារធាតុខ្លាញ់សាច់ដែលគ្មានខ្លាញ់ដូចជាសាច់មាន់ទាថ្លើមគោមានផ្ទុកនូវជាតិដែកខ្ពស់នៅក្នុងថ្លើមគោ86ក្រាមមានផ្ទុកជាតិដែក5មីលីក្រាមម្យ៉ាងទៀតការបរិភោគអាហារដែលគ្មានសារធាតុខ្លាញ់គឺវាផ្ដល់ភាពងាយស្រួលដល់រាងកាយក្នុងការរំលាយនិងមិនធ្វើឲ្យកុមារឡើងទម្ងន់ខុសប្រក្រតីបានទៀតផងចំណុចទី2គ្រាប់សណ្តែកប្រសិនបើកុមារមិនចូលចិត្តបរិភោគសាច់នោះទេសណ្តែកគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បំពេញជាតិដែកនៅក្នុងខ្លួនតាមការសិក្សាមួយបានបង្ហាញថាសណ្តែកកន្លះកែវមានផ្ទុកជាតិដែក4មីលីក្រាមប៉ុន្តែមានកុមារខ្លះអាចមានអាការៈអាឡែស៊ីទៅនឹងសណ្តែកដូច្នេះលោកអ្នកត្រូវមានការប្រុងប្រយ័ត្នមុននឹងឲ្យកុមារបរិភោគវាចំណុចទី3ស្ពៃតឿបន្លែបៃតងគឺជាអាហារដ៏ល្អបំផុតដែលមានផ្ទុកជាតិដែកខ្ពស់វាជួយឲ្យសាច់ដុំមានការលូតលាស់ល្អជួយឲ្យរាងកាយមានសុខភាពល្អបង្កើនមេតាបូលីសជាដើមចំណុចទី4គ្រាប់ល្ពៅគ្រាប់ល្ពៅគឺជាប្រភពនៃប្រូតេអ៊ីនជាតិសរសៃ Fiber ធាតុរ៉ែនិងជាតិដែកការបរិភោគគ្រាប់ល្ពៅអាចបំពេញនូវកង្វះជាតិដែកនៅក្នុងរាងកាយរបស់កុមារបានទៀតផងចំណុចទី5ស៊ុតគឺជាអាហារចាំបាច់សម្រាប់ទ្រទ្រង់សារពាង្គកាយរបស់មនុស្សព្រោះវាមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើនពិសេសគឺជាតិដែកមានមនុស្សមួយចំនួនកាត់បន្ថយការបរិភោគស៊ុតដោយសារជាតិកូឡេស្តេរ៉ុលនៅក្នុងស៊ុតអាចបង្កហានិភ័យដល់សុខភាពបេះដូងប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថាការបរិភោគស៊ុតមិនមានផលប៉ះពាល់ដល់សុខភាពបេះដូងនោះទេចំណុចទី6តៅហ៊ូគឺជាអាហារផលិតចេញពីបន្លែដ៏ល្អមួយហើយក៏មានផ្ទុកនូវសារធាតុដែកផងដែរការបរិភោគតៅហ៊ូកន្លះកែវស្មើនឹងជាតិដែក3មីលីក្រាម